បាទពុកម៉ែបងប្អូននេះគឺជារបៀបដែលខ្ញុំដាក់យកកំពឹសស្រស់រស់ដើម្បីយកបិទសន្ទូចយកត្រីប្រមាឈ្មោលនិងត្រីផ្សេងទៀតរបៀបដាក់របស់យើងបងប្អូនដូចជាស្រួលមែនតើដូចដល់យើងគ្រាន់តែយកកាប់ទឹកឃ្លាំងមែកឃ្លាំងហ្នឹងឬមួយគោមែកស្នាយឬមួយគោមែកភេងកាចាបយើងយកដល់យើងចងជាសនំអញ្ចឹងមកដល់ពេលហើយយើងយកទៅចងជាមួយបកគោយើងដែលមានសន្តានរាងខ្ពស់យើងចងធ្វើម៉េចឲ្យមែកខាងលើនេះនៅពីឈើហើយទៅអាចង់ស្លឹកហ្នឹងធ្លាក់សំយ៉ងចុះក្រោមដើម្បីពេលយើងប្រមូលយកកំពឹសហ្នឹងយើងមានការងាយស្រួលនេះគឺជារបៀបដាក់របស់យើងនេះខ្ញុំដាក់ចំនួន3កសុំនិងខែកសុំបងប្អូនចុះខាងបងប្អូនក៏ហើយដែរដំបងយើងស្លឹកយើងនៅស្រស់កំពឹសសើចូលប្រហែលនេះបងប្អូនតែបើស្លឹកយើងរៀងមានក្លិនស្លែតោងហើយរៀងធំក្លិនស្អុយតិចកំពឹសវាចូលចិត្តដែរដល់ពេលអញ្ចឹងដាក់គឺដឹងតែបានហ្មងពេលខ្លះខ្ញុំដាក់កាលមុន3កសុំអាចបាន1គីឡូកំពឹសហ្នឹងបងប្អូនតែកំពឹសខ្ញុំពីច្រើនយកបាត់បន្ទូចយកតែប្រភេទកំពឹសធំទេហើយទៅកំពឹសមេពួកខ្ញុំមិនយកដែរកំពឹសមេបាត់ទៅខ្ញុំចង់ដឹងសាក់លបងមើលកំពឹសមេបាត់ទៅត្រូវស៊ីទេបងប្អូនស៊ីតែកំពឹសឈ្មោលទេកំពឹសមេពេលបានមកខ្ញុំប្រឡែងទៅវិញខ្ញុំអត់យកទេនេះកសុំទី3របស់យើងនឹងដាក់ហើយបងប្អូននេះរបៀបចូលរបស់យើងបងប្អូននេះដល់យើងគ្រាន់តែយកបកគោមួយដកទាំងខ្ពស់ចូលក្នុងទឹកមកដល់ពេលហើយយើងចូលអាមែកវាដែលគ្មានស្លឹកមិនសូវមានស្លឹកហ្នឹងឲ្យវាបះឡើងលើមកពេលយើងដងយកទៅមានការងាយស្រួលហើយនេះគឺជារបៀបដងយកកំពឹសរបស់យើងបងប្អូនដល់យើងគ្រាន់តែមានថ្នងកលាញញឹកមកដល់ពេលហើយយើងរុញពីក្រោមកសុំរបស់យើងបងប្អូននេះរុញយើងហើយដល់ពេលហើយយើងលើកថ្នងឡើងហើយយើងលើកកសុំរបស់យើងឡើងហើយយើងអាលាក់ដល់ពេលកំពឹសដែលវាតោងជាប់នៅហ្នឹងហើយវាធ្លាក់ចូលក្នុងថ្នងហ្នឹងហើយដល់ពេលអញ្ចឹងយើងប្រមូលផលកំពឹសបានហ្នឹងបងប្អូនតែកសុំទី1នេះខ្ញុំដាក់អត់សូវបានច្រើនប៉ុន្មានទេបងប្អូនដាក់បានរៀងតិចដែរទេអត់សូវបានច្រើនប៉ុន្មានទេតែបើយើងផ្សំគ្នាទៅមកកសុំបន្តិចទៅយើងអាចបិទសន្ទូចយើងគ្រាន់ព្រោះខ្ញុំបិទតាកន្លងដូចជា2 3ដុំថ្មកដាទេបងប្អូនព្រោះខ្ញុំពិសោធន៍សាកល្បងមើលហើយគឺត្រីវាស៊ីតែដុំថ្មហ្នឹងដល់ពេលអញ្ចឹងយើងបិទតែប្រហែលដុំថ្មទៅបានហើយខ្ញុំបិទខាងបានទេខ្ញុំបិទតែកដាទេពេលខ្លះក៏បានត្រីប្រមាឈ្មោលប្រមាមេឬមួយក៏ត្រីកេះត្រីពោះខ្មៅត្រចៀកត្រីឆ្វៀតហើយទៅនឹងត្រីស្មាកតុយបងប្អូនគឺជាប្រភេទត្រីល្អបងប្អូនហើយបងប្អូនក៏អាចសាកល្បងបានដែរបើឃើញថាវីដេអូខ្ញុំនេះគឺជាវីដេអូខ្ញុំរៀនទុយបានពិតបងប្អូនអាចធ្វើពីរបៀបដាក់កសុំតាមខ្ញុំបានដោយខាងងាយដូចជាខ្ញុំបងប្អូនស្លឹកឃ្លាំងកន្លែងណាក៏មានស្លឹកស្នាយក៏មានស្លឹកភេងកាចាបដូចជាសបោបងប្អូនដូចជាម្ដុំតាមមាត់ទន្លេតាមអីហ្នឹងគឺសបោណាបងប្អូនចង់បានកំពឹសច្រើនបងប្អូនកាប់ឲ្យបានច្រើនទៅមកល្មមមកកងល្មមមកដល់ពេលហើយយកមកចងដូចខ្ញុំបងប្អូននេះហើយដល់ពេលហើយមើលបងប្អូនមើលពេលខ្ញុំប្រមូលផលពេលខ្ញុំមកជោគយកបងប្អូនឲ្យតែមានកូនថ្នងបាច់កូនថ្នងទេបងប្អូនឬមួយបងប្អូនមានស្បៃទិញស្បៃពីផ្សារអត់តែ 3000 ហ្នឹងចងខ្វែងឈើធ្វើដូចជារបៀបរាងថ្នងចឹងមកដល់ពេលហើយចុកពីក្រោមចឹងស្រួលនេះមកស្បៃនេះខ្ញុំមើលមកកសុំនេះខ្ញុំចូលបានយ៉ាងច្រើនបងប្អូននេះចូលបានយ៉ាងច្រើនពួកកសុំនេះយ៉ាងត្រូវជាងគេនេះចាំមើលសត្វតកពឹសហើយកពឹសយើងនេះយើងអាចបើថាមិនបិទបន្ទួចបានទេបងប្អូនអាចយកទៅលីងយកទៅបំពងជាមួយម្សៅមានតទាស់ខោអីបងប្អូនយើងអាចប្រើជាចំណីអាហាររបស់យើងបានដែរថាបងប្អូនមិនបាច់ចាំតែយកមកបិទបន្ទួចដូចខ្ញុំទេយើងអាចយកមកធ្វើជាម្ហូបក៏បានយកមកស្លម្ជូរតាមចេកជាមួយកូនត្រីកូននេះក៏បានទាំងអស់បើបងប្អូនអាចសាកល្បងមើលបងប្អូនអាចសាកល្បងតាមវិធីនេះខ្ញុំបានងាយស្រួលបងប្អូនដឹងតែបានមកកពឹសនេះមកកសុំទេបងប្អូននេះតែខ្ញុំកាត់ហើយដល់ពេលអញ្ចឹងខ្ញុំគ្រាន់តែចុកពីកន្លែងមកដល់ដាក់ចូលថុងឲ្យបងប្អូនទស្សនាហ្មងគឺកពឹសរបស់យើងនេះបានធំគ្រាន់មកល្មមបាត់សន្ទូចហ្មងដល់ពេលអញ្ចឹងទៅខ្ញុំសួរហើយអញ្ចឹងដល់ពេលអញ្ចឹងនុយសន្ទូចខ្ញុំមានបាត់រហូតបងប្អូននេះមកកសុំនេះចូលមាននឹងកូនត្រីមានអីមកក្តាប់ពេញមកកសុំនេះសត្វតកពឹសហើយមកកសុំសាច់កពឹសឈ្មោលទេបងប្អូនអត់មានកពឹសមេទេខ្ញុំបិទពីច្រើនចូលកសុំសត្វតកពឹសឈ្មោលអត់ស្មានកពឹសមេដឹងមិនដែរបើកពឹសមេពងច្រើននឹងស្ដាយបងប្អូនយើងប្រឡែងវាទៅវិញទៅខ្ញុំពីច្រើនបានគឺខ្ញុំប្រឡែងដល់ពេលអញ្ចឹងខ្ញុំអត់យកទេខ្ញុំយកតែកពឹសឈ្មោលអាធំអាតូចក៏ខ្ញុំប្រឡែងដែរខ្ញុំបាត់យកតែធំហើយតូចសាមញ្ញខ្ញុំប្រឡែងវិញបងប្អូននេះកពឹសរបស់យើងបងប្អូននេះធំល្មមបាត់
ហើយបងប្អូនអរគុណបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់អរគុណជំរាបលា